សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទមេងហាសូមស្វាគមន៍មកកាន់ Channel YouTube បង្រៀនភាសាចិន MH Chinese Class មេរៀនថ្ងៃនេះគឺយើងរៀនអំពីការសួរសុខទុក្ខគ្នាអញ្ចឹងយើងចង់ដឹងថានៅពេលដែលគេសួរសុខទុក្ខគ្នាគេនិយាយអ្វីខ្លះយើងមើលមេរៀនយើងទាំងអស់គ្នាអញ្ចឹងពាក្យទី1គឺជាពាក្យដែលគេឧស្សាហ៍ប្រើគឺពាក្យនីហៅនីហៅប្រែថាសួស្តីយើងមើលភីនេះទាំងអស់គ្នានីសំឡេងទី3នីហៅសំឡេងទី3ដូចគ្នាហៅនីហៅគឺប្រែថាសួស្តីអញ្ចឹងបុគ្គល B គឺឆ្លើយទៅខាងបុគ្គល A វិញនីហៅដូចគ្នាសួស្តីដូចគ្នាឃ្លាបន្ទាប់គឺនីហៅម៉ានីហៅម៉ាតើអ្នកសុខសប្បាយជាទេយើងមើលភីនអ៊ីនទាំងអស់គ្នានីសំឡេងទី3នីហៅសំឡេងទី3ដូចគ្នាហៅម៉ាត្រង់នេះគឺអត់មានសំឡេងទេវាតំណាងឲ្យជាទម្រង់សំណួរអញ្ចឹងនីហៅម៉ាតើអ្នកសុខសប្បាយជាទេបុគ្គល B ឆ្លើយទៅវិញ我很好你呢យើងមើលភីនអ៊ីន我សំឡេងទី3我很សំឡេងទី3很好សំឡេងទី3好你សំឡេងទី3你呢我很好你呢ខ្ញុំសុខសប្បាយខ្លាំងណាស់ហើយចូលអ្នកវិញ我也很好谢谢យើងមើលភីនអ៊ីន我សំឡេងទី3我也សំឡេងទី3ដូចគ្នា也很សំឡេងទី3很好សំឡេងទី3好我也很好ខ្ញុំក៏សុខសប្បាយដែរ谢谢谢សំឡេងទី4谢យើងបកប្រែថាអរគុណ我也很好谢谢ខ្ញុំក៏សុខសប្បាយដែរអរគុណតោះអញ្ចឹងយើងសាកអានអ្នកនរគ្នាឡើងវិញនីហៅ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 你好吗你好吗我很好你呢我很好你呢我也很好谢谢我也很好谢谢ហើយនេះគឺជាវីដេអូដំបូងរបស់ខ្ញុំដែលចាប់ផ្ដើមមករៀនតាម YouTube អញ្ចឹងខ្ញុំសង្ឃឹមថាបើសិនជាមានពាក្យខុសឆ្គងកន្លែងណាសូមមេត្តាខន្តីអធិស្ឋានផងដោយសារតែជាលើកទី1អញ្ចឹងហើយបើសោតទៅនៅក្នុងខ្ចីផងដែរអញ្ចឹងពាក្យទាំងអស់នេះគឺជាពាក្យដែលយើងឧស្សាហ៍ប្រើប្រាស់មែនទែនហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីត្រង់ណាអាច comment សួរបន្ថែមបានហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានវីដេអូបែបនេះបន្តទៀតសូមកុំភ្លេចជួយ Subscribe និង like នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងណាអរគុណច្រើនជម្រាបលា